សួស្តីបងប្អូនអ្នកគ្នាត្រឡប់មកវិញជាមួយនឹងការវិភាគតម្លៃមាសជាមួយនឹងខ្ញុំបាទ NK នាព្រឹកថ្ងៃទី20ខែវិច្ឆិកាបាទថ្ងៃនេះផងដែរខ្ញុំនឹងជម្រាបអ្នកទាំងអស់គ្នាអំពីឱកាសនៃតម្លៃមាសនៅក្នុងការជួញដូរពីព្រោះថ្ងៃនេះគឺជាថ្ងៃមួយដ៏ពិសេសដែលយើងនឹងត្រូវទៅក្រឡេកមើលទិន្នន័យការងារដែលចេញពីសហរដ្ឋអាមេរិកជាដំបូងសម្រាប់បងប្អូនបាទដែលបានមើលវីដេអូនេះមិនទាន់ Subscribe ទៅ Channel របស់ខ្ញុំសូមបងប្អូនទាំងអស់គ្នាជួយ Subscribe មក Channel របស់ខ្ញុំ Trade Masterclass KH បងប្អូនឃើញប៊ូតុង Subscribe ចុចទៅលើវាទៅហើយដាក់រូបកណ្ដឹងផងរាល់ពេលដែលខ្ញុំ post វីដេអូឬក៏ធ្វើការ live អ្នកទាំងអស់គ្នានឹងទទួលបាននៅដំណឹងភ្លាមៗសម្រាប់បងប្អូនដែលមានបំណងចង់តាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទនេះបាទអញ្ចឹងអាចតាក់ទងមកបានតាម Telegram ក៏ដូចជា call នៅពេលម៉ោងសម្រាប់ណាអ្នកទាំងអស់គ្នាហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាដោយសារខ្ញុំមានបញ្ហាបំពង់សំឡេងអ្នកទាំងអស់គ្នាម្សិលមិញគឺពួកយើងបានខកខាននៅក្នុងការធ្វើការព្យាករណ៍ទីផ្សារណាហើយថ្ងៃនេះទើបតែស្រួលបន្តិចមកវិញអ្នកទាំងអស់គ្នាលឺសំឡេងនៅតែមិនទាន់ប្រក្រតីល្អប៉ុន្មានទេតែព្យាយាមជូនអ្នកទាំងអស់គ្នាបាទអញ្ចឹងមុននឹងយើងចាប់ផ្ដើមមើលតម្លៃមាសយើងទៅមើលអ្វីដែលនឹងត្រៀមចេញនៅយប់នេះវេលាម៉ោង8កន្លះយប់អញ្ចឹងខ្ញុំទាញអ្នកទាំងអស់គ្នាមកមើល calendar មុនថ្ងៃនេះគឺយើងឃើញថាយោងទៅតាម economic calendar ដែលនឹងចេញផ្សាយនៅយប់នេះបាទគឺយើងមានទិន្នន័យការងារបាទពាក់ព័ន្ធជាមួយនឹង non-farm employment chain គឺជាទិន្នន័យបាទការងារដែលមិនរាប់បញ្ចូលបាទខាងផ្នែកកសិកម្មទេបាទអញ្ចឹងបើបងប្អូនចង់ជ្រាបច្បាស់អំពី detail បងប្អូនអាចចុចទៅលើប៊ូតុងមួយនេះឬក៏នៅលើទូរស័ព្ទដៃ app របស់អ្នកទាំងអស់គ្នាចុចទៅលើប្រអប់ folder នឹងបាទអ្នកទាំងអស់គ្នានឹងឃើញហើយបងប្អូនអាចទៅអានបាទអំពីបាទចំណុចលម្អិតរបស់ទីផ្សារនេះបងប្អូនមួយចំនួនអាចនឹងមិនសូវប្រកែកជាភាសាអង់គ្លេសក៏ប៉ុន្តែអ្នកទាំងអស់គ្នាកុំបារម្ភប្រើ Google Translate បន្តិចទៅ copy វាទៅដើម្បីទៅអានបាទ Google Translate បន្តិចហេតុអីបានជាខ្ញុំទាញឲ្យបងប្អូនទៅមើលអាហ្នឹងពីព្រោះទិន្នន័យនេះគឺសំខាន់ជារៀងរាល់ខែនៅដើមខែនាថ្ងៃសុក្របាទបើវានឹងចេញបាទខាងរដ្ឋាភិបាលសហរដ្ឋអាមេរិកឬក៏ខាងផ្នែកស្ថិតិរបស់គេនឹងបញ្ចេញនៅទិន្នន័យនេះដើម្បីជាសុចនករឲ្យអ្នកសេដ្ឋកិច្ចដើម្បីវាស់វែងអំពីសុខភាពទីផ្សារការងាររបស់សហរដ្ឋអាមេរិកក៏ដូចជាទៅព្យាករណ៍រាល់បាទអ្វីដែលជាបាទគេហៅចរន្តសេដ្ឋកិច្ចរបស់អាមេរិកដែរពីព្រោះបាទ2/3នៃប្រជាជនអាមេរិកគឺជាអ្នកប្រើប្រាស់អញ្ចឹងនៅពេលដែលប្រជាជនទាំងអស់គាត់មានការងារធ្វើគឺគេរំពឹងថានឹងមានចរន្តបាទលុយវិលនៅក្នុងសេដ្ឋកិច្ចដែលគេហៅថា money supply បាទចាប់តាំងពីការប្រើប្រាស់ការវិនិយោគការកម្ចីអីផ្សេងៗគឺពាក់ព័ន្ធជាមួយនឹងចរន្តលុយនៅពេលដែលលុយមានចរន្តសេដ្ឋកិច្ចនឹងដើរអញ្ចឹងគេនឹងអាចវាស់វែងវាបានបាទអញ្ចឹងយើងទៅមើលបាទទិន្នន័យទាំងអស់នេះបើខ្ញុំចេញមកវិញគឺថាការព្យាករណ៍លោកមុនបាទគឺទិន្នន័យមុនចេញមកគឺនៅ22K បាទគឺ 22,000 ការងារត្រូវបានបង្កើតថ្មីនៅក្នុងទីផ្សារការងារសហរដ្ឋអាមេរិករយៈពេលកន្លងមកក៏ប៉ុន្តែចំនួននេះគឺវាមានការធ្លាក់ចុះជាបន្តបន្ទាប់ពីខែជាប់គ្នាហើយដែលជាការព្រួយបារម្ភរបស់អ្នកសេដ្ឋកិច្ចមួយចំនួនហើយក៏ថ្មីនេះក៏មានការក្រឡេកមើលពីធនាគារកណ្ដាលសហរដ្ឋអាមេរិកដែរអញ្ចឹងទិន្នន័យនេះត្រូវបានយកមកចេញនៅថ្ងៃទី20នៃខែនេះដោយសារទើបតែបើករដ្ឋាភិបាលសារជាថ្មីមកវិញអញ្ចឹងទិន្នន័យនេះនឹងត្រូវបង្ហាញចេញជាសាធារណៈនៅថ្ងៃទី20ត្រូវនឹងថ្ងៃប្រហ័សបាទអញ្ចឹងការព្យាករណ៍គឺនឹងចេញមក 53K បាទ 53K ក៏នៅតែមិនទាន់តំណាងឲ្យអ្វីដែលជាគេហៅថាភាពល្អប្រសើរមនុស្សមួយចំនួននៅក្នុងទីផ្សារការងារហើយក៏ប៉ុន្តែទីផ្សារការងារថ្មីតើអាចចេញចូលទៅដល់ 100K អត់បាទអញ្ចឹងយើងអាចថាវាអាចចូលទៅដល់ 100K ជាងដែរឬអត់ទើបជាចំណុចដែលយើងគួរឲ្យចាប់អារម្មណ៍ប្រសិនបើវាចេញមក22 23 30ជាងបាទ50ជាងវាមិនទាន់តំណាងឲ្យអ្វីដែលរីកចម្រើនទេក៏ប៉ុន្តែអ្វីដែលគេមានស្រាប់បាទ
នៅក្នុងទីផ្សារការងារក៏អាចរាប់ថាល្អប្រសើរដែរបាទអញ្ចឹងយើងឃើញថាមួយរយៈកន្លងមកនេះមានក្រុមហ៊ុនមួយចំនួនព្យាយាមកាត់បន្ថយបុគ្គលិកដូចជា Amazon ដូចជាក្រុមហ៊ុនធំៗដទៃទៀតនៅក្នុងការបន្ថយថ្លៃដើមបាទពាក់ព័ន្ធជាមួយនឹងបញ្ហាតានតឹងរឿងរនាំងពន្ធរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសពាណិជ្ជកម្មដទៃទៀតអញ្ចឹងក៏ធ្វើឲ្យពួកគាត់នឹងបន្ថយថ្លៃដើមតាមរយៈការកាត់ចំណាយជ្រុងមួយនោះក៏កាត់ចំណាយទៅលើគេហៅថាបុគ្គលិកដែរដោយសារក្រុមហ៊ុនធំៗទាំងនោះចាប់ផ្ដើមវិនិយោគទៅលើ technology ពាក់ព័ន្ធជាមួយនឹង AI អញ្ចឹងក៏អាចនឹងធ្វើឲ្យទិន្នន័យការងារទីផ្សារថ្ងៃនេះជាអន្លើក៏ចេញមកមិនទាន់មានកម្លាំងខ្លាំងប៉ុន្មានដែរនេះគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំទេប៉ុន្តែយ៉ាងណាមិញយើងនឹងមើលតើទិន្នន័យជាក់ស្ដែងវានឹងចេញមករបៀបណាបើតាមការសន្និដ្ឋានរបស់ខ្ញុំគឺនៅតែមិនទាន់ជាល្អប្រសើរទេបាទប៉ុន្តែយ៉ាងណាមិញយើងត្រូវពឹងទៅលើស្ថាប័នស្ថិតិរបស់សហរដ្ឋអាមេរិកអ្វីដែលយើងគួរឲ្យកត់សម្គាល់គឺមួយទៀតនោះគឺប្រាក់ប្រចាំម៉ោងរបស់សហរដ្ឋអាមេរិកបាទគឺ3%រំពឹងទុកថានៅ3%តើវាអាចចេញមក0.2 អត់បាទឬក៏0.3ដដែលឬក៏ចេញមកបាទឡើងថ្លៃបាទអញ្ចឹងវាតំណាងឲ្យអ្វីបាទជួនកាលទីផ្សារការងារអត់បានបង្កើតថ្មីទេប៉ុន្តែគេបន្ថែមម៉ោងទៅឲ្យបុគ្គលជំនាញបាទបុគ្គលជំនាញអាចនឹងប្រើជំនាញរបស់ខ្លួនជាពិសេសជំនាញនៅក្នុងប្រើ AI គាត់ប្រហែលជាអាចទទួលកម្រៃច្រើនជាងមុនក៏អាចថាបានដែរបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទៅមើលទីផ្សារការងារពាក់ព័ន្ធជាមួយអ្នកអត់ការងារធ្វើវិញបាទ unemployment rate បាទចំពោះ 4.3 នេះវាមិនទាន់អាក្រក់ទេចំពោះសេដ្ឋកិច្ចបាទទ្រឹស្ដីសេដ្ឋកិច្ចនៅក្នុងចន្លោះ 4% បន្តិចបន្តួចនេះគឺអ្នកសេដ្ឋកិច្ចនៅតែនិយាយថាគឺជាសេដ្ឋកិច្ចដែលសម្បូរទៅដោយការងារនៅឡើយទេវាមិនទាន់ចូលទៅដល់បញ្ហានៃអ្នកអត់ការងារធ្វើទេ 4% គឺគេចាត់ទុកថា full employment បាទចំពោះសេដ្ឋកិច្ចអញ្ចឹង 4.3 រៀងបន្តិចបន្តួចប៉ុន្តែបើតួលេខនេះឡើងទៅ 4.5 4.9 គឺជាអ្វីដែលដាក់សញ្ញាកណ្ដឹងអាឡាមទៅសេដ្ឋកិច្ចឲ្យថាមនុស្សចាប់ផ្ដើមអត់ការងារធ្វើក៏ប៉ុន្តែ 4.3 នេះសេដ្ឋកិច្ចនៅតែរាប់ថា full employment ដដែលបាទអញ្ចឹងយើងនឹងរងចាំមើលតើមានរឿងអីកើតឡើងនៅក្នុងទីផ្សារការងារសហរដ្ឋអាមេរិកនាពេលយប់នេះអញ្ចឹងក៏ជាចំណុចមួយឲ្យបងប្អូនមានការប្រុងប្រយ័ត្នដែរពីព្រោះបាទអ្វីដែលគេកំពុងតែព្យាករនេះមិនទាន់ជាល្អក៏មិនទាន់ជាអាក្រក់សម្រាប់សហរដ្ឋអាមេរិកប៉ុន្មានដែរប៉ុន្តែបើយើងមើលជ្រុងតែ non-farm payroll គឺមិនល្អនោះទេបាទបើ non-farm payroll គឺមិនល្អទេអញ្ចឹងហើយបានព្រឹកនេះយើងឃើញថាតម្លៃមាសកំពុងតែចាប់ផ្ដើម price in បាទគឺគេនឹងមើលតម្លៃមាសជាដំបូងសិនគឺគេនឹងទិញតម្លៃមាសបាទអញ្ចឹងយើងឃើញថាព្រឹកនេះយើងឃើញឆាតតម្លៃរបស់មាសបាទបានងើបឡើងបាទបន្តិចបាទបានងើបឡើងគួរឲ្យកត់សម្គាល់បាទមិនតិចដុល្លារទេបាទគួរសមដែររ៉េងនៅថ្ងៃនេះអញ្ចឹងយើងឃើញហើយបើផ្សារនៅព្រឹកមិញនៅតម្លៃនេះបានឡើងមកដល់តម្លៃ high បានទម្លាក់ខ្លួនចុះមកវិញបាទហើយយើងបើកការទិញពីតម្លៃនេះទៅខាងលើគោលដៅគឺទៅបន្ទាត់ទី1ទី2របស់ខ្ញុំបាទឥឡូវនេះបន្ទាត់ទី1របស់ខ្ញុំនឹងគឺបានបំបែកបាត់ទៅហើយគឺតម្លៃ41បាទ4100បាទគឺបានបែកហើយទាញចុះមកវិញអញ្ចឹងគួរដើរបន្ទាប់ប្រសិនបើយើងចង់ trade វាដោយសារកន្លែងនេះគឺជាតំបន់ consolidation បាទ market បានឡើងមកដល់កន្លែងហ្នឹងហើយ rank របស់វាក៏ប៉ុន្តែ market ក៏អាចមានបាទសន្ទុះនៅក្នុងការ push ទៅរកគោលដៅខាងលើ4119ឬក៏យើងយកលេខគត់ហ្មងគឺ4120នៅក្នុង1 ounce បាទតម្លៃមាសគឺអាចមានសន្ទុះនៅក្នុងការងើបឡើងជាបន្តទៀតប្រសិនបើបែកតម្លៃខាងលើនេះបាទ4120គាត់នឹង challenge 4132បាទដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយកាលពីម្សិលមិញបាទខ្ញុំបានជម្រាបទៅកាន់បងប្អូនទាំងអស់គ្នាប្រសិនបើនៅក្នុងវីដេអូរបស់ខ្ញុំបងប្អូនអាចទៅមើលបាទនៅថ្ងៃទី18ខ្ញុំបានបញ្ជាក់ថាប្រសិនបើទីផ្សារបានធ្លាក់មកដល់បាទតម្លៃប្រមាណជា$4000នៅក្នុង1 ounce គឺពួកយើងអាចកាន់តម្លៃមាសនៅរយៈពេល
វែងមធ្យមបានគឺការកាន់រយៈពេលឆ្លងសប្តាហ៍ណាអញ្ចឹងគឺពួកគាត់បានទិញតម្លៃនេះបាទខាងបងប្អូនមាសស្រស់យើងនៅខាងក្រៅក៏គាត់បានធ្វើតាមខ្ញុំមួយចំនួនដែរតែអត់មានបងប្អូនខ្លះក៏អត់ហ៊ានទិញច្រើនទេបាទខ្ញុំក៏អត់ទាន់ឲ្យពួកគាត់ទិញច្រើនដែរពីព្រោះតម្លៃនៅប្រទីបន្ទង់ហើយយើងឃើញថាគាត់កាន់ឆ្លងបាទដល់ម្សិលមិញបាទដល់ម្សិលមួយថ្ងៃបាទមានអ្នកខ្លះទិញបានបន្តិចបន្តួចដែរបាទអ្នកទិញគីឡូក៏ទិញបានប្រហែលជា2 3គីឡូដែរអ្នកទិញតម្លឹងក៏5តម្លឹងអីជាងដែរបាទអញ្ចឹងមានអតិថិជនជាច្រើនដែលគាត់បានធ្វើការសាកសួរមកខ្ញុំអញ្ចឹងថ្ងៃនេះផងដែរយើងក៏អាចកាន់វាបន្តទៀតដែរដោយសារទីផ្សាររបស់យើងកំពុងតែបន្តការងើបឡើងអញ្ចឹងគោលដៅរបស់ខ្ញុំទៅដល់ចុងសប្តាហ៍គឺអាចនឹងជួបនៅតម្លៃមួយខ្ពស់បាទនៅក្នុងសប្តាហ៍នេះបើសិនជាយើងមើលទៅគឺតម្លៃមិនតិចជាងបាទ4200បន្តិចទេបាទគឺស្ដើងទេបាទបើសម្រាប់ខ្ញុំគឺមើលឃើញថានៅតែជាឱកាសនៅក្នុងការកាន់តម្លៃមាសបាទបន្តទៀតដែរបាទបាទអរគុណមិញនឹងសូមពេលបន្តិចឆ្លើយសារបាទអឺអញ្ចឹងយើងត្រឡប់មកវិញបងប្អូនទាំងគ្នាតម្លៃមាសនៅក្នុងសប្តាហ៍នេះសូមបងប្អូនអ្នកជួញដូរជាពិសេសអ្នកជួញដូរថ្មីថ្មោងពីព្រោះអ្នកទាំងអស់គ្នាមិនបើសិនជាមានអ្នកខ្លះគាត់មិនទាន់ដែលមានបទពិសោធន៍ឆ្លងកាត់ព្រឹត្តិការណ៍បាទ job report បាទគឺ non farm payroll បាទទិន្នន័យទីផ្សារការងាររបស់សហរដ្ឋអាមេរិកអញ្ចឹងទីផ្សារនៅក្នុងស្ថានភាពបែបហ្នឹងគឺនឹងមានការប្រែប្រួលតម្លៃច្រើនបើទោះជាយើងមានការព្យាករណ៍យ៉ាងណាក៏ដោយអ្នកទាំងអស់គ្នាសូមមានការប្រុងប្រយ័ត្នពីព្រោះវាជាការព្យាករណ៍ហើយខ្ញុំសូមឲ្យបងប្អូនអ្នកទស្សនាទាំងអស់ជាពិសេសបងប្អូនដែលចង់ challenge ខ្ញុំបាទគាត់គិតថាខ្ញុំនឹងគឺជាគេហៅថាអតិទេពបាទដោយសារការនិយាយរបស់ខ្ញុំពេលខ្លះធម្មតាទេបាទយើងព្យាករណ៍ត្រូវយើងនិយាយថាយើងព្យាករណ៍ត្រូវបាទយើងព្យាករណ៍ខុសយើងនិយាយថាយើងខុសប៉ុន្តែនៅពេលដែលខុសនៅក្នុង group នៅក្នុង channel របស់ខ្ញុំក៏ខ្ញុំមានចំណុចបត់បែនចំណុចប្រាប់ទៅអតិថិជនរបស់ខ្ញុំដែរអញ្ចឹងនៅពេលដែលបងប្អូនមើលវីដេអូការព្យាករណ៍ត្រូវគឺបងប្អូនឃើញថាត្រូវទេតែអាចចំណុចបត់បែនប្រចាំថ្ងៃនៅក្នុងការវិភាគរបស់ខ្ញុំការ support របស់ខ្ញុំអ្នកមិនបានមើលឃើញអញ្ចឹងអ្នកឃើញនៅពេលដែលខ្ញុំនិយាយថាព្រឹកនេះមានការជួញដូរចំណេញបាទគឺចំណេញបាទនៅក្នុងការជួញដូររបស់ខ្ញុំចំណេញគឺខ្ញុំនិយាយចំណេញនៅពេលដែលខាតគឺយើងប្រាប់ឲ្យពួកគាត់ cut loss អញ្ចឹងយើងដាក់ stop loss កន្លែងណាដែលមានហានិភ័យយើង protect stop បាទកន្លែងណាដែលយើងមិនមានហានិភ័យហើយបងប្អូនដែលសិក្សាជាមួយខ្ញុំស្វែងយល់ជាមួយខ្ញុំមិនបាច់ដាក់ stop loss ក៏បានដែរតែយើងគ្រប់គ្រងទៅលើទំហំជួញដូរបាទពីព្រោះទីផ្សារមានចុះក្រោមមានឡើងលើអញ្ចឹងយើងអាច add នៅក្នុងការបើក position ថ្មីដើម្បីទៅសង្គ្រោះបាទ position ដទៃទៀតអញ្ចឹងនេះគឺជាជំនាញនេះគឺជាការព្យាករណ៍សូមកុំគិតថាការជួញដូរមិនមានគេហៅថាអត់ចេះខុសបាទគ្រាន់តែយើងធ្វើការជួញដូរទៅតាម probability ជួញដូរទៅតាម technical price ហើយវាមានប្រសិទ្ធភាពអត់គឺយើងដឹងនៅពេលដែលយើងចូលទៅទិញទៅលក់ហ្នឹងយើងបង្កើតលទ្ធផលបាទអញ្ចឹងបើគ្រាន់តែនិយាយអ្នកនរគ្នាមិនបានធ្វើគឺមើលអត់ឃើញសម័យអត់បានបាទអញ្ចឹងទីផ្សារគឺយើងទៀមទីឲ្យយើងបាទមានគេហៅថាភាពបត់បែនហើយដឹងអំពីបើយើងនិយាយពីពាក្យនេះណាពាក្យសាមញ្ញយើងគេហៅដឹងដេប៉ាវាចេញដំណើរបាទបើសិនបើដូចម្សិលមិញអញ្ចឹងម្សិលមិញខ្ញុំអត់បានធ្វើការគេហៅថាrecord ឬក៏ live ទេក៏ប៉ុន្តែការព្យាករណ៍របស់ខ្ញុំគឺខ្ញុំនិយាយថាទីផ្សារនេះគឺមាន sideways បាទគឺជាទីផ្សារដែល sideways ព្រលឹមឡើងនៅពេលម៉ោង6ព្រឹកតែម្ដងគឺខ្ញុំកំណត់សញ្ញាណទិសដៅទីផ្សារគឺ sideways ទីបំផុតអ្នកនរគ្នាអាចឃើញហើយគឺ sideways នៅក្នុង range ទូចបាទ sideways នៅក្នុង range ទូច sideways ហើយក៏ចុងក្រោយត្រឡប់មកក្នុង range មួយធំដោយសារទីផ្សារចេញពី low បាទទីផ្សាររត់មក high ហើយទីផ្សារត្រឡប់មកដល់ទិសដៅ low វិញបាទអញ្ចឹងនេះគឺជាទីផ្សារដែលមានទម្រង់ sideways ព្រឹកឡើងគឺខ្ញុំបានព្យាករណ៍ថាផ្សារនឹងរុលទៅខាងលើដោយសារវានឹង challenge rank របស់វានៅខាងលើថ្ងៃនេះគឺជាតម្លៃដែលជួញដូរនៅក្នុងចន្លោះតម្លៃរវាង high និង low ប្រចាំថ្ងៃពីម្សិលមិញអញ្ចឹង market ថ្ងៃនេះ
ប្រសិនបើគាត់មានសន្ទុះបំបែកតម្លៃ high គឺជាតម្លៃ breakout បន្ត trend ទៅខាងលើបាទប្រសិនបើទីផ្សារគាត់មិនអាចបំបែក high គាត់នៅកណ្ដាលអញ្ចឹងបើគាត់ challenge low ហើយគាត់បំបែកតម្លៃ low បាទអញ្ចឹងវាគឺជាទីផ្សារមួយដែលមាន breakout momentum ទៅខាង bear ក៏ប៉ុន្តែតម្លៃដែលទាបគឺនឹងធ្វើឲ្យ buyer គាត់នឹងចូលមកកាន់តម្លៃវាប្រសិនបើយប់នេះបាទទិន្នន័យការងារយ៉ាងណាមិញទោះជាទីផ្សារធ្លាក់ទាបខ្ញុំជឿថានៅតែដដែលដូចរូបមន្តដើមអញ្ចឹងនៅពេលដែលតម្លៃមកគៀកនឹងតម្លៃ$4,000នៅក្នុង1 ounce investor ដែលគាត់តែងតែវិនិយោគទៅលើតម្លៃមាសគាត់នឹងទិញបន្តិចបន្តួចឬក៏ទិញជាចំនួនច្រើនប្រសិនបើទៅខាងមុខគាត់មានព័ត៌មានអ្វីដែលកាន់នៅក្នុងដៃឧទាហរណ៍ដូចជាការបញ្ជាទិញមាសពីធនាគារកណ្ដាលនៅតែបន្តចាចូលរួមពីតួអង្គថ្មីនៅក្នុងការបញ្ជាទិញមាសនៅក្នុងសេដ្ឋកិច្ចណាមួយធនាគារនៃប្រទេសណាមួយធ្វើគោលនយោបាយដើម្បីជំរុញបាទសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈការចាក់លុយចូលទៅក្នុងសេដ្ឋកិច្ចបាទអ្នកនរគ្នាបានដឹងហើយនៅខាងដើមខ្ញុំនិយាយថាបើសិនជាមានចរន្តលុយវិលនៅក្នុងសេដ្ឋកិច្ចនោះសេដ្ឋកិច្ចនឹងដើរអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមចាក់លុយចូលក្នុងសេដ្ឋកិច្ចអាចមានជារូបភាពការទិញបានបំណុលអាចមានរូបភាពការបោះជាក្រដាសប្រាក់អញ្ចឹងនៅពេលដែលគេធ្វើរឿងអ្វីមួយគោលនយោបាយសេដ្ឋកិច្ចមួយហិរញ្ញវត្ថុណាមួយគេនឹងត្រូវរកឧបករណ៍ហិរញ្ញវត្ថុណាមួយដើម្បីការពារហានិភ័យនៅក្នុងនោះមួយនៅក្នុងចំណោមឧបករណ៍ហិរញ្ញវត្ថុគឺពួកគាត់នឹងមើលឃើញមាសអញ្ចឹងហើយនេះគឺជាការរំពឹងទុកដែលទីផ្សារនឹងអាចទិញផងដែរដោយសារ$4,000ឬក៏ក្រោម$4,000បាទអាចថា market ធ្លាក់ក្រោម$4,000ដោយតែការរំពឹងទុករបស់ខ្ញុំកាលពីថ្ងៃមុនគឺនៅក្នុង39.90ឬក៏ក្រោមហ្នឹងបាទពួកគាត់នឹងទិញតម្លៃមាសសម្រាប់រយៈពេលមធ្យមនិងវែងបាទអញ្ចឹងពីឥឡូវនេះមានកាន់បដាហើយអញ្ចឹងយើងក៏មិនទាន់ជាមានការព្រួយបារម្ភអីប្រហែលដែរយើងឃើញថាតម្លៃថ្ងៃនេះអ្នកនរគ្នាមើលឃើញបាទនេះគឺជាតម្លៃដែលជាតម្លៃ support ខ្ញុំសូមដាក់ពណ៌ខៀវវិញបាទនេះគឺជាតម្លៃ support គឺនៅតម្លៃ40.55ឬក៏50ចុះបាទយើងថានៅក្នុងហ្សូនហ្នឹងនេះគឺជាតម្លៃ resistance ដែលគាត់ចង់ឆ្លងអញ្ចឹង market យើងនៅ range កណ្ដាល market យើងនៅ range កណ្ដាលអ្នកនរគ្នាប្រសិនបើអ្នកនរគ្នាមើលទៅកាន់ trend នេះគឺជា bullish trend នៅថ្ងៃម្សិលមិញបាទនេះគឺជាម្សិលមិញប៉ុន្តែ pull back ត្រូវបានបាយឡើងមកដល់នេះហើយអញ្ចឹងបើអ្នកជាអ្នកទិញតម្លៃមាសគឺអ្នកនរគ្នានឹងមើល market របៀបនេះបាទគឺ low មក high មកដល់ low បាទនេះគឺជា high and low បាទយើងហៅថា low ថ្មីឬក៏ high and low ថ្មីសម្រាប់ម្សិលមិញហើយយើងបានមកតម្លៃ high ថ្មីបាទសម្រាប់ម្សិលមិញប៉ុន្តែជា high របស់ម្សិលមិញអញ្ចឹងយើងហៅ high market តម្លាក់មកដល់កន្លែង high and low វិញដដែលបាទ yes ថ្ងៃនេះចុច keyboard ប៉ះច្រើនបាទអញ្ចឹង market កំពុងតែមានចរន្តថ្មីមួយប្រសិនបើ market នេះបន្ត structure របស់ខ្លួន trend នៅតែ up គឺយើងឃើញថា market នឹងព្យាយាមរក major high ថ្មីបាទពាក្យនេះបច្ចេកទេសបន្តិចបាទប៉ុន្តែគ្រាន់តែថាតម្លៃដែលខ្ពស់ថ្មីបាទអញ្ចឹងសម្រាប់បងប្អូនមួយចំនួនដែលទើបតែរៀនឬក៏ស្វែងយល់បាទបងប្អូនមិនសូវប្រកែកអង់គ្លេសអាចរៀនសម្គាល់បាទព្រោះវាជាពាក្យបច្ចេកទេសអញ្ចឹងប្រសិនបើតម្លៃនេះវាពិតប្រាកដនៅក្នុងការបង្កើតតម្លៃខ្ពស់ថ្មីមួយយើងនឹងឃើញ moving average ពណ៌បៃតងនេះនឹង support ហើយយើងនឹងឃើញ moving average របស់យើងពណ៌ខៀវនេះរត់នៅក្នុងសន្ទុះមួយហើយតម្លៃនឹងព្យាយាមឡើងហើយនឹងចុះនៅក្នុងហ្នឹងដោយមានទម្រពី moving average ពណ៌ខៀវរបស់យើងទៅដល់គោលដៅខាងលើបាទបើវាពិតជាមានទម្រង់ទីផ្សារប្រភេទ bullish បាទ structure បាទអញ្ចឹងបើវាមានទម្រង់ជាតម្លៃកើនឡើងវានឹងរត់ពី low មក high low high low high បាទបើវាពិតគឺអ្នកនរគ្នានឹងឃើញតម្លៃទៅរក41.50និងឈានទៅដល់42.00បាទនេះគឺជា
bullish directional បាទគឺជាទិសដៅទីផ្សារដែលនឹងទៅបាទហើយចំពោះ target មួយគឺគាត់ត្រូវ challenge 19ឬក៏20នេះហើយគាត់នឹងត្រូវបំបែក target របស់គាត់ត្រូវបំបែក41 32និងឈានទៅរកទិសដៅរបស់គាត់41 50និង41 200សំទោសបាទ4200បាទ4200អញ្ចឹង market pullback គឺជាឱកាសនៅក្នុងការ buy បើសិនជាអ្នកទាំងអស់គ្នាជា bull អញ្ចឹងអ្នកទាំងអស់គ្នាឃើញ market pullback yes នេះគឺជា low នេះគឺជា high នេះគឺជារង្វាស់ 50% ដែលយើងអាចកាន់តម្លៃមាសទៅខាងលើបានបាទអញ្ចឹងបើសិនជាពួកយើងអ្នកខ្លះគាត់ជួញដូរគាត់មានការភ័យខ្លាចគាត់នឹងអត់ហ៊ានធ្វើទេតែទីផ្សារគឺនឹងអាចមានពូលចេញពីកន្លែងនេះហើយទីផ្សាររបស់យើងសម្រាប់ការកណនារបស់ខ្ញុំតម្លៃកណ្ដាលគឺនៅតម្លៃ40.77អាចថា75បាទអញ្ចឹងគឺជាតម្លៃមួយដែលអាចឡងទៅខាងលើទៅរក41បាទ19ឬក៏41 20វីដេអូនេះនៅពេលដែលខ្ញុំអាចបង្ហោះរៀងលឿនគឺបងប្អូនអាចមើលតាន់អាចធ្វើតាមនេះឬក៏នៅពេលដែលវាចាប់ផ្ដើមមានឡើងបាទនឹងចុះនៅក្នុងចន្លោះហ្នឹងបងប្អូនក៏អាចបន្តការទិញនៅពេលដែលវាធ្លាក់ហើយក៏អាចបាយមកកាន់ទិសដៅនឹងដែរខ្ញុំជឿថាមិនលឿនទេបាទអញ្ចឹងអាចនឹងរកឱកាសនៅក្នុងការទិញតាមរយៈវីដេអូរបស់ខ្ញុំហើយបើអ្នកនរគ្នាមើលតម្លៃមាសទៅលើដែរសូមប្រើ scenario មួយនេះបាទក៏ប៉ុន្តែបើសិនជាបងប្អូនត្រូវការ scenario របៀបធ្លាក់ចុះនេះគឺជា scenario ធ្លាក់ចុះបើសិនជាទីផ្សារមកដល់56ខ្ញុំអត់លើកទឹកចិត្តឲ្យបងប្អូននៅក្នុងការលក់បន្តទេពីព្រោះអ្នកនរគ្នាបានលក់មកកាន់បាទយើងប្រើពាក្យថាបាទអ្នកទាំងអស់គ្នា selling into support គឺពិបាកហើយបាទដោយសារអ្នកទាំងអស់គ្នាហេតុអីបានខ្ញុំថាបើសិនជាអ្នកទាំងអស់គ្នាបើការលក់នៅក្បែរម្ដុំហ្នឹងគឺជាបញ្ហានេះអ្នកទាំងអស់គ្នាអាចក្រឡេកមើលនេះ support បាទនេះក៏ support នេះក៏ជា support តំបន់អស់នេះគឺជាតំបន់ដែលទ្រតម្លៃឲ្យងើបឡើងទៅខាងលើប្រសិនបើអ្នកទាំងអស់គ្នាលក់បុកជាមួយនឹងតម្លៃទ្របាទ selling into support អ្នកទាំងអស់គ្នានឹងជួបបញ្ហាធំបាទអញ្ចឹងសុខចិត្តឲ្យអ្នកទាំងអស់គ្នាសុខចិត្តឲ្យតម្លៃងើបឡើងសិនហើយយើងនឹងឃើញគំរូដែលអ្នកទាំងអស់គ្នាបើកការលក់បាទអញ្ចឹងការលក់គឺអ្នកទាំងអស់គ្នាបានឃើញជាបឋមគឺគាត់លក់ពីតម្លៃដែលខ្ពស់លក់របៀបនេះណាអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកជា bear ជាអ្នកលក់បាទអញ្ចឹងរកតម្លៃដែលគេងើបឡើងហើយ buyer គាត់អត់ខ្ចល់ហើយចាំលក់ពីព្រោះ buyer គាត់នឹងធ្វើ profit taking ដែរគាត់នឹងយកចំណេញនៅពេលដែលគាត់យកចំណេញអ្នកក៏អាចបើកការលក់ហើយចំណេញឆាប់កាត់មកវិញលុះត្រាតែអ្នកទាំងអស់គ្នាអាចឃើញថា bear គាត់បុកផ្ដាច់មកខាងក្រោមបុកដាច់ support បាទពេលនោះទើបមានសន្ទុះនៅក្នុងការបន្ថែមនៃការលក់បកមកខាងក្រោមបាទអញ្ចឹង bear រៀងពិបាកបន្តិចដោយសារតម្លៃគៀកនិងតម្លៃដែលគេអាចកាន់តម្លៃមាសរយៈពេលមធ្យមបានអញ្ចឹងសូមមានការប្រុងប្រយ័ត្នបើសិនជាអ្នកជា bear ជាអ្នកលក់បាទទីផ្សារនៅតែអាចមានឱកាសផ្ដល់ឲ្យរវាងអ្នកទិញនិងអ្នកលក់ដដែលបាទណាអ្នកទាំងអស់គ្នាអញ្ចឹងជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងជូនបងប្អូនទាំងអស់គ្នាប្រសិនបើបងប្អូនទាំងអស់គ្នាត្រូវការប្រឹក្សាយោបល់ឬក៏ចង់ស្វែងយល់អំពីការជួញដូរតម្លៃមាសបាទឲ្យមានប្រសិទ្ធភាពបាទកាត់បន្ថយហានិភ័យបាទយើងអត់និយាយអំពីចំណេញទេយើងរៀនគ្រប់គ្រងហានិភ័យទើបទៅរកប្រាក់ចំណេញអញ្ចឹងតាក់ទងមកខ្ញុំបាទតាមរយៈលេខទូរស័ព្ទនេះហើយខ្ញុំនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូនាថ្ងៃស្អែកជាបន្តទៀតបាទអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងសូមជម្រាបលាអ្នកទាំងអស់គ្នា